អ្នកគ្រប់គ្រងត្រេកអរស្ទើរទូទាំងពិភពលោកក្រោយពីឃើញវត្តមានកីឡាករណេម៉ា JR មានឈ្មោះនៅក្នុងបញ្ជីប្រកួត World Cup អ្នកគ្រប់គ្រងត្រេកអរស្ទើរតែជុំវិញពិភពលោកក្រោយពីឃើញវត្តមានកីឡាករ Neymar JR មានឈ្មោះនៅក្នុងបញ្ជីប្រកួត World Cup ឆ្នាំ2026អ្នកគ្រប់គ្រងបាល់ទាត់បានបង្ហាញនៅស្នាមញញឹមនិងធ្វើការចែកចាយពាសពេញបណ្ដាញសង្គមក្រោយពីបានឃើញគេហទំព័រផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលបានធ្វើការចេញផ្សាយជាផ្លូវការនៅវត្តមានកីឡាករ Neymar JR ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីលនិងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ World Cup រដូវកាលនេះកីឡាករបាល់ទាត់ឆ្នើមរូបនេះបានតស៊ូច្រើនរដូវកាលជាមួយនឹងព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកកាលពីព្រឹត្តិការណ៍ឆ្នាំ2014គេបានក្លាយទៅជាកីឡាករដ៏តាក់ទាញមួយរូបដែលត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងចំណោមកីឡាករដទៃទៀតដោយកាលនោះក្នុងនាមជាអ្នកបន្តក្តីសង្ឃឹមរបស់ប្រទេសម្ចាស់ផ្ទះគាត់បានធ្វើឲ្យអ្នកគ្រប់គ្រងមានការភ្ញាក់ផ្អើលជាមួយនឹងជំនាញទាត់បាល់បញ្ចូលទីដ៏អស្ចារ្យរបស់គាត់ដោយសុទ្ធបញ្ចូលទីបាន4គ្រាប់ក្នុងវគ្គចែកពូលនិងជួយឲ្យប្រេស៊ីលឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយហើយនៅក្នុងអំឡុងពេលប្រកួតជាមួយនឹងក្រុមកូឡុំប៊ីគេក៏មានការខកខានឱកាសជួយក្រុមដោយសារតែរងរបួសយ៉ាងធ្ងន់ធ្ងរធ្វើឲ្យអវត្តមាននៅក្នុងការប្រកួតដូច្នេះហើយរដូវកាលនេះគឺជាក្តីសង្ឃឹមបន្តឆ្លងកាត់ឧបសគ្គជាច្រើនរដូវកាលរបស់កីឡាករណេម៉ាសម្រាប់រូបគេនិងអ្នកគ្រប់គ្រងរបស់គេផ្ទាល់ដែលនឹងមានឱកាសបានឃើញវត្តមានរបស់រូបគេបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026ជាថ្មីម្ដងទៀតនៅក្នុងវ័យ34ឆ្នាំ Nick Chibrali ពី Big U